កុំចឹងអីណានាងខ្មោចមនុស្សនឹងខ្មោចយើងមិនអាចស្រឡាញ់គ្នាបានទេគឺនាងមែនទេមែនហើយនេះជាគូតដឹងរបស់ខ្ញុំមិនបានទេនាងត្រូវតែងាត់នាងខ្មោចបានច្របាច់កសោភារួចបោះទម្លាក់សោភាដួលទៅលើដីអូយឈិនណាអូនយ៉ាងម៉េចទៅហើយនាងខ្មោចឈប់សាងបាបកម្មទៅបានទេមិនបានទេអ្នកណាក៏មិនអាចចូលមេភូមិចេញពីយើងបានដែររឿងនាងខ្មោចលួចស្នេហ៍មេភូមិក្មេងមានដំណាំមួយពោលថាក្នុងភូមិដ៏រុងរឿងសុខសាន្តដឹកនាំដោយបរិសុទ្ធវ័យក្មេងម្នាក់នៅផ្ទះលោកមេភូមិក្មេងផែនការប្រចាំខែនិងប្រចាំឆ្នាំរបស់ខ្ញុំមានអីល្អអន្តាឃើញតែភូមិមានការអភិវឌ្ឍគួរសមមែនហើយថ្ងៃនេះគិតទៅមើលប្រភពទឹកនៅចុងភូមិបន្តិចសិនតើមានគ្រប់គ្រាន់ដែរទេសុធាតែងតែយកចិត្តទុកដាក់អ្នកភូមិណាស់មើលចោះក៏ទៅពិនិត្យស្ថានភាពភូមិទៀតហើយនៅក្នុងព្រៃចប់ក្នុងភូមិជំរាបសួរបងសុធាតើបងទៅណាទៀតហើយព្រឹកនេះអូអាពេញអាពើបងទៅមើលជុំវិញភូមិហ្នឹងណាចង់ដឹងថាប្រភពទឹកវាហូរទៅណាមកណារួចចុះពួកឯងទៅមើលគោមែនទេហ្នឹងបាទបងពួកខ្ញុំទៅខ្វៀលគោទៀតហើយបើអញ្ចឹងលាហើយណាបងឈប់សិននេះបងមានផ្លែឈើខ្លះពួកឯងយកទៅហូបចុះណាព្រោះខ្វៀលគោយូរទៅឃ្លានគោពោះមិនខានទេបាទអរគុណហើយបងសង្ហាហើយច្រឡោទៀតបានហើយទៅចុះថ្ងៃខ្ពស់ហើយបាទបងខ្ញុំលាហើយជួបអាពេចអាពៅហើយសុធាក៏បានបន្តដំណើរទៅមុខទៀតមានអីខែនេះប្រភពទឹកមានគ្រប់គ្រាន់តាពេលនោះស្រាប់តែសុធាបានជួបនឹងនាងណានកំពុងតែរត់គេចពីពួកចៅជួយផងនាងរួចចុះកំពុងតែរត់គេចពីអីហ្នឹងមើលទៅដូចជាផិតភ័យអីសម្បើម្លេះចាបងខ្ញុំភ័យណាស់ពួកចៅកំពុងតែដេញតាមចង់ប្លន់មីខ្ញុំហើយណាបងថាម៉េចមានចៅចូលមកដល់ទីនេះផងមែនទេមែនហើយបងពួកវាមកហើយនោះមកហើយនាងណានឈប់សិនយើងមិនឈប់ទេអាចៅព្រៃអាកំរោះអាចៅមុខឆ្នាំងអាចៅមុខឈើអាចៅមុខយ៉ាប់អាចៅមុខខ្មាំហើយបានហើយឈប់ជេរទៅដូចជាជេរញឹកញាប់ពេកហើយបើចង់សុកខ្លួនឆាប់មកជាមួយលបងយើងភ្លាមមកហើយ